អនុញ្ញាតជំរាបសួរបងប្អូនទាំងអស់គ្នាដែលមើលនៅវីដេអូនេះអញ្ចឹងយើងបន្តនៅមេរៀនរបស់យើងនៅក្នុង Chapter 4 Vowels and Diphthongs អញ្ចឹងនៅក្នុងចំពោះ4ដដែលស្រៈហើយនឹងព្យញ្ជនៈប៉ុន្តែមុនពេលចាប់ផ្ដើមនៅមេរៀនថ្មីយើងរំលឹកនៅមេរៀនចាស់បន្តិចក្នុងមេរៀនចាស់យើងបានរៀនអំពី double O double O មានថា O ពីរដងគឺមានសំឡេង U ផងនិងសំឡេង A ផងប៉ុន្តែលក្ខខណ្ឌនេះយើងត្រូវចាំវាមានពាក្យមួយចំនួនទេវាមិនមែនជាទូទៅទេអញ្ចឹងនៅក្នុងវីដេអូនេះយើងបន្តនៅមេរៀនទី33ដែលមានស្រៈដល់ទៅ3ណា O ផង A ផង O ផងនៅចូលជាមួយគ្នាអញ្ចឹង O A O ចូលជាប់គ្នាវាមានសំឡេង O តោះយើងអនុវត្តទាំងអស់គ្នា B មានសំឡេង B O A O គឺស្រៈ O B O B D សំឡេង D B និង D board B និង D board S មានសំឡេងសៈ O A O គឺស្រៈ O S O S ពាក្យទី3គឺ C មានសំឡេងខ U នេះអខអខភីផខផខប B នេះមានសំឡេង B O A O គឺស្រៈ O ខាប់ B B O B D board អញ្ចឹងខាប់តាមនេះនេះមកទៀត board ខាប់ board អានេះទី1ខាប់ទី2 board cupboard alright ចឹង O A O សំឡេង O មានប៉ុណ្ណឹងយើងបន្តទៅមេរៀនទី34 O O ម្ដង O O ក៏មានសំឡេង O ដែរអូខេតោះអនុវត្តទាំងអស់គ្នា S មានសំឡេងសៈ O O គឺស្រៈ O S O S T សំឡេងថសនិងថ sort sort ទី2 S H សំឡេង sh ឥឡូវនេះសអានេះ sh O O គឺស្រៈ O sh O sh T សំឡេងថ sh និងថ short short ខុសគ្នាណាឥឡូវ sort អក្រោម short ពាក្យទី3 P មានសំឡេងផ O O O ផ O ផ T និងថ T សំឡេងថ ផ និងថ pot potអូខេ O O សំឡេង O មានប៉ុណ្ណឹងយើងបន្តទៅមេរៀនទី35ដែលមាន3ស្រៈដូចគ្នា O U O ក៏សំឡេង O ដែរ O U O ក៏សំឡេង O ដែរតើអនុវត្តទាំងអស់គ្នា C មានសំឡេងខ O U O គឺស្រៈ O ខ O ខ T សំឡេងថ ខនិងថ cot ខនិងថ cot ទី2 Y មានសំឡេងយៈ O U O គឺស្រៈ O យៈ O យោយៈ O យោទី3គឺ S មានសំឡេងសៈ O U O គឺស្រៈ O S O S C E យើងធ្លាប់ដឹងហើយគឺស្មើនឹងសៈ S សំឡេងសៈណានេះគឺសំឡេងសៈអញ្ចឹង S សៈ O U O O S O S និងសៈ sauce sauce alright អូខេអញ្ចឹងមេរៀនរបស់យើង O A O O O និង O U O សំឡេង O មានតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងមេរៀនបន្តទៀត